បាទសួស្តីបងប្អូនថ្ងៃនេះយើងបាញ់ថ្នាំតកៅនេះបងប្អូនវាស៊ីមានថាស៊ីខ្លាំងហ្មងអូមកតកៅហើយបងប្អូនឈប់ខ្ញុំហែកឲ្យមើលនេះតកៅនេះយោយបាទថ្ងៃនេះយើងបាញ់ថ្នាំតកៅដីមហាត់មហាត់ពីរៃវាស៊ីខ្លាំងបងប្អូនវាមិនមែនស៊ីតិចអាកន្លែងណាដើមទៀបគឺវាស៊ីរិចអស់លេងអញ្ចឹងចាំមើលរយៈពេល3ថ្ងៃ4ថ្ងៃក្រោយចាំមើលវាស្ងាត់អត់បងប្អូនទាំងអស់គ្នាពោតនេះយើងបន្ទាប់ពីបាញ់ថ្នាំស្មៅថ្នាំតកៅឲ្យបងប្អូនបាញ់បានប្រហែលជាមួយអាទិត្យហើយនេះឃើញថាលេងមានតកៅស៊ីហើយបងប្អូនមើលពីវគ្គមុនទៅនេះស្នាមស៊ីអង្អស់ហ្មងនេះស្នាមស៊ីតែលាស់មកវគ្គក្រោយនេះអត់មានអីទេស្អាតចេះបាទបងប្អូនមើលទៅសិតតែស្នាមស៊ីនេះស្នាមស៊ីដាច់ទាំងអស់អញ្ចឹងយើងបាញ់នេះយើងជោគជ័យមកចការទៀតហើយប្រសិទ្ធភាពថ្នាំនេះយើងឲ្យ9 លើ 10យើងអត់ឲ្យ10 លើ 10ទេយើងគិតថាប៉ុណ្្នឹងចុះតែយើងអាចទទួលយកបានល្អប្រើអញ្ចឹងថ្នាំនេះល្អបាញ់តកៅកាលនេះស៊ីខ្លាំងណាបងប្អូនស៊ីខ្លាំងមែនតើហើយតកៅស៊ីអងលឿងមិនមើលទៅខៀវចេះណាស៊ីអងលឿងដើមចេញលឿងត្រួយបងប្អូនមើលតានេះស្នាមស៊ីនេះសៀងអស់ឥឡូវឃើញថាពោតវាឡើងស្អាតគួរសមពោតនេះអាយុ43ថ្ងៃបងប្អូនអាយុ43ថ្ងៃតែបងប្អូនមើលស្លឹកតែឥឡូវឡើងស្អាតវិញហើយតែបងប្អូនមើលទៅវាមិនស្អាតណាស់ណាទេតែវាឃើញខុញអញ្ចឹងណាតែបើឲ្យស៊ីទៀតវាលែងមានហើយយើងមើលតាមបដូលនេះវាស្អាតចេះអស់ហើយវាអត់មានស៊ីទៀតទេនេះវាស្នាមស៊ីតែវគ្គមុននេះវគ្គក្រោយគឺលែងមានហើយថ្នាំនេះខ្ញុំណែនាំឲ្យបងប្អូនប្រើមួយឈុតវាហ្នឹងវាមានញីឈ្មោលរបស់វាហើយមួយដបមាន500 ml អញ្ចឹងបងប្អូនប្រើមួយដបហ្នឹងលាយ50 ទៅ 60 cc បើកើតខ្លាំងបងប្អូនដាក់ដល់70ទៅបើសិនជាដាក់60 cc អាចបាញ់បានចន្លោះពី8ធុង8ធុងក្នុងមួយឈុតហ្នឹងណាតែបើយើងដាក់70អាចត្រឹម7ធុងអីចឹង7ធុងកន្លះអីចឹងទៅតែឃើញថាពោតឡើងស្អាតណាស់បងប្អូនអើយបាញ់ហើយលេងមានតកៅស៊ីយ៉ាងខៀវខ្មៅស្អាតមក